តើសង្គ្រាមអាមេរិកអឺរ៉ុងអាចបញ្ចប់បានដែរឬទេប្រធានាធិបតីលោកដូណាល់ត្រាំបាននិយាយថាមានការចរចាណាមួយកំពុងដំណើរការជាមួយអឺរ៉ុងនោះទេគណៈពេលដែលរដ្ឋមន្ត្រីការបរទេសអឺរ៉ុងបាននិយាយថាសហរដ្ឋអាមេរិកកំពុងអង្វរសម្រាប់ការចរចាលើលក្ខខណ្ឌរបស់អឺរ៉ុងបន្តបិទច្រកសមុទ្រហូមូនិងនៅតែបិទរហូតដល់សហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់អឺរ៉ុងនៅថ្ងៃទី18ខែសីហាលោកមហាមេតបាកើកាលីបាអ្នកចរចាកម្ពុជារបស់អឺរ៉ុងបាននិយាយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារថាច្រកសមុទ្រហូមូនឹងនៅតែបិទរហូតដល់សហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលបានចុះហត្ថលេខាជាមួយអឺរ៉ុងនៅក្នុងខែមិថុនាលោកកាលីបាបានប្រាប់សភាថាលក្ខខណ្ឌទាំងនេះរួមមានសហរដ្ឋអាមេរិកលុបចោលការបិទផ្លូវកំពង់ផែអឺរ៉ុងការលុបចោលទណ្ឌកម្មប្រេងការដោះលែងទ្រព្យសម្បត្តិដែលបង្កក់របស់ទីក្រុងតេហេរ៉ង់និងការបញ្ចប់ការគំរាមកំហែងនិងប្រតិបត្តិការយោធាគ្រប់វិស័យមកលើអឺរ៉ុងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថាកិច្ចព្រមព្រៀងនេះគឺចប់ហើយនៅថ្ងៃទី7ខែកក្កដាមន្ត្រីជាន់ខ្ពស់អឺរ៉ុងបានលើកឡើងថាអឺរ៉ុងឥឡូវនេះនឹងផ្លាស់ប្ដូរទៅជាអេរ៉ាបតវាលុកទាំងស្រុងដោយសារតែកិច្ចខិតខំប្រឹងប្រែងការទូតដែលជាប់គាំងជាយូរដើម្បីធានាថាជាការបញ្ចប់ចំនួនជាអចិន្ត្រៃយ៍